សូមស្វាគមន៍មកកាន់ការសិក្សាតាមរយៈប្រព័ន្ធ e-learning ខ្លះថ្នាក់ Level 1A ថ្ងៃនេះលោកសិស្សនឹងធ្វើការកំណែទៅលើលំហាត់ក្នុងមេរៀនទី4អញ្ចឹងលោកសិស្សសង្ឃឹមថាពួកយើងបានធ្វើរួចរាល់ហើយអស់ហើយអញ្ចឹងពួកយើងអាចធ្វើការផ្ទៀងផ្ទាត់ចម្លើយជាមួយនឹងលោកសិស្សទាំងអស់គ្នាអូខេតោះអញ្ចឹងយើងចាប់ផ្ដើមមើលមកទី1អញ្ចឹងកន្លែងនេះគឺយើងនិយាយអំពីលំហាត់ listening អូខេអញ្ចឹងមុននឹងលោកសិស្សកំណែលោកសិស្សនឹងធ្វើការចាក់ listening ចំនួន2ដងឲ្យពួកយើងស្ដាប់ជាមុនសិនតោះអញ្ចឹងយើងស្ដាប់ listening សិន我今年10岁，今天是我的生日。2，我家有4口人，爸爸妈妈、姐姐和我。3，我们一家人住在北京。4，我家的电话号码是25741083。អូខេឥឡូវលោកសិស្សនឹងធ្វើការចាក់ឲ្យម្ដងទៀត我今年10岁，今天是我的生日。2，我家有4口人，爸爸妈妈、姐姐和我。3，我们一家人住在北京。4，我家的电话号码是25741083。អូខេឥឡូវក្រោយពីពួកយើងបានស្ដាប់នៅ listening ហើយលោកសិស្សនឹងធ្វើការកំណែទៅលើលំហាត់ទី2នឹងតែម្ដងតោះអញ្ចឹងយើងបានស្ដាប់ហើយទី1នេះគឺនិយាយថា今天是我的生日អញ្ចឹងដល់យោងទៅតាមរូបមួយនេះយើងអាចដឹងថាគេកំពុងតែធ្វើ生日គេកំពុងតែធ្វើពិធីខួបកំណើតអូខេអញ្ចឹងលំហាត់ទី1គឺត្រឹមត្រូវទី1គឺត្រឹមត្រូវ好第二他说我一家人有4口人អញ្ចឹងមកគ្រួសារគេមានគ្នា4នាក់ប៉ុន្តែយើងមើលទៅរូបនៅលើឡាននេះមានគ្នាប៉ុន្មាននាក់1 2 3 4 5个人អញ្ចឹងក្នុងនេះមានគ្នាដល់5នាក់ប៉ុន្តែនៅក្នុង listening ដែលយើងស្ដាប់គឺមានគ្នាតែ4នាក់ទេអញ្ចឹង第二错ណា第二错ខុស第二គឺខុស好来第三លេខ3好第三他说我一家人都住在北京好你们看后面អញ្ចឹងយើងអាចមើលទៅខាងក្រោយនេះគឺរូបតំណាងអីគេ北京តំណាងទីក្រុងប៉េកាំងចានេះគឺមហាកំផែងរបស់ប្រទេសចិនអូខេអញ្ចឹង对了对អញ្ចឹងខ្ទង់មួយនេះក៏ត្រឹមត្រូវដែរណាខ្ទង់មួយនេះក៏ត្រឹមត្រូវ好第四គឺគេបានហៅលេខទូរស័ព្ទអញ្ចឹងលេខទូរស័ព្ទនៅលើនេះគឺ25740018អញ្ចឹងអ្វីដែលគេហៅគឺ25741083បាទអញ្ចឹងខុសគ្នាណាអញ្ចឹងខ្ទង់ទី4គឺខុសខ្ទង់ទី4គឺខុស不对ណា第四题不对អូខេអញ្ចឹងលំហាត់ listening មានចំណុចកន្លែងហ្នឹងបើសិនជាយើងមានចំណុចណាឆ្ងល់អាចឆាតមកសួរសិស្សបន្ថែមក៏បានដែរឥឡូវសិស្សតទៅមួយចំណុចទៀតលំហាត់កន្លែងនេះគឺយើងតាក់ទងជាមួយនឹងលំហាត់ practice អញ្ចឹងកន្លែងនេះសិស្សនឹងធ្វើលំហាត់នីមួយៗឲ្យពួកយើងមើលតែម្ដងអូខេតោះអញ្ចឹងយើងចាប់ផ្ដើមមើលលំហាត់ទី1បងប្អូនគ្នាអញ្ចឹងទី1យើងមើលរូបថាគាត់នៅណាយើងអាចដាក់និមិត្តសញ្ញារូបនឹងដោយខ្លួនឯងក៏បានឬក៏យើងអាចមើលនេះកន្លែងនេះគឺដូចជាមហាកំផែងអញ្ចឹងគាត់នៅណាមហាកំផែងនៅណាវិញគឺ北京ណានៅ北京អញ្ចឹងលោកសិស្សសរសេរថាវ៉ា我家有4口人អញ្ចឹង
我家有4口人 miền này cái khác ok tỏ cho như mơ mơ 我家有4口人有爸爸妈妈姐姐和我 ចឹងកន្លែងនេះដោយសារយើងមើលឃើញកូនស្រីមួយនេះគឺធំរៀងធំជាងវ៉អក្សរវ៉នៅខាងក្រោមនេះចឹងកន្លែងនេះយើងអាចដាក់ថាជាចឹង我家有4口人爸爸妈妈姐姐和我我家住在北京 OK ចឹងខ្ទង់ទី1យើងអាចដាក់ដោយលសើចឹងមកណា我家有4口人爸爸妈妈姐姐和我我家住在北京 OK តោះអញ្ចឹងក្រោយពីចប់លំហាត់ទី1ឥឡូវយើងមើលមកលំហាត់ទី2ណានៅខាងនេះណាគឺលំហាត់ទី2អូខេតោះអញ្ចឹងយើងមើលមកលំហាត់ទី2ទាំងអស់គ្នាអញ្ចឹងលំហាត់ទី2នេះយើងអាចមើលដឹងអត់ថានៅរូបនៅកន្លែងណារូបនេះដូចរូបនិមិត្តសញ្ញាតាំងឲ្យសាំងហើយណាសាំងហើយហ្នឹងគឺសៀងហើយអញ្ចឹងជាដំបូងយើងត្រូវមើលថានេះគឺវ៉ក្មេងប្រុសនេះរឿងធំជាងវ៉អញ្ចឹងប្រកាសជាកើអញ្ចឹងខាងក្រោយនេះប៉ាខាងនេះគឺម៉ាអញ្ចឹងយើងអាចចាប់ផ្ដើមដាក់វ៉ជា有4口人我家有4口人តោះមានណាគេខ្លះ爸爸妈妈哥哥和我ចឹងយើងអាចថា我家有4口人爸爸妈妈哥哥和我ចឹងគាត់ស្នាក់នៅឯណាវិញ我住在上海我住在上海ចឹងខ្ញុំរស់នៅសៀងហៃ我家有4口人爸爸妈妈哥哥和我住在上海ចឹងខ្ញុំរស់នៅទីក្រុងសៀងហៃអូខេតោះឥឡូវយើងមើលមកទី3ទាំងអស់គ្នាខាងក្រោមនេះគឺទី3អូខេអញ្ចឹងយើងអាចមើលឃើញថាគាត់មានគ្នាប៉ុន្មាននាក់1 2 3 4 5有5位នោះមាន5នាក់អញ្ចឹងកន្លែងនេះលសើសុំធ្វើការកែទៅលើចំនួនលេខតែម្ដងណាលសើសុំធ្វើការកែទៅលើចំនួនលេខអូខេតោះបន្តមកទៀតយើងមើលថារូបខាងក្រោយនេះនៅណាគឺនៅលន់តុននេះគេលន់តុនគឺលន់ដុនណាលន់តុនគឺទីក្រុងលន់ដុនអូខេអញ្ចឹងគាត់មានគ្នាប្រមាណអ្នកក្រុមគ្រួសារគាត់នេះ1 2 3 4 5我家有5口人有爸爸妈妈អញ្ចឹងកន្លែងនេះបងស្រីដោយសារយើងឃើញណាគាត់រៀងធំណាគាត់មើលទៅរៀងធំជាងយើងអញ្ចឹងប្រកាសជាគេជាបន្តមកទៀតផុសម្នាក់នោះរៀងទៀបហើយរៀងទូជាងអញ្ចឹងប្រកាសជាគេទី和我បងប្រុសនិងខ្ញុំអញ្ចឹង我家有5口人爸爸妈妈姐姐弟弟和我អញ្ចឹងគាត់រស់នៅទីណាលន់តុន他住在伦敦អូខេអញ្ចឹងគាត់រស់នៅទីក្រុងលន់ដុនអូខេទីសានអានឹងលំហាត់ទី3អូខេឥឡូវយើងតមកលំហាត់ទី4តមកលេខ4អញ្ចឹងអូខេឥឡូវយើងមើលមកលំហាត់ទី4ទាំងអស់គ្នាឥឡូវលំហាត់ទី4នេះគឺយើងមើលទៅលើដំបូងកន្លែងនេះគឺវ៉នេះខ្ញុំនៅកន្លែងនេះអញ្ចឹងវ៉អញ្ចឹងកន្លែងនេះប៉ាម៉ាម៉ាមានប៉ាមានម៉ាក់តមកទៀតមើលទៅដូចរៀងទៀបជាងគឺអីគេនេះគឺម៉ៃនេះក៏ជាម៉ៃដែរអញ្ចឹងយើងអាចបើសិនជាម៉ៃពីរយើងអាចដាក់ថាម៉េច2个妹妹ណា2个妹妹អញ្ចឹង我家有5口人ដដែល爸爸妈妈2个妹妹和我โอเคตัวน็อต2个妹妹和我家有5口人爸爸妈妈2个妹妹和我អញ្ចឹងហូបខាងក្រោយនឹងរស់នៅណាគឺ纽约
New Year គឺ New York ណា New Year គឺទីក្រុង New York 我家住在纽约我家住在纽约អូខេឥឡូវយើងមើលមកទាវលំហាត់ទី5ណាអញ្ចឹងទាវជាយោ5位ក៏មានចំនួនមនុស្ស5នាក់ដូចគ្នាណាក៏មានមនុស្ស5នាក់អញ្ចឹងនៅខាងនេះគឺវ៉ាទៀតដែរនេះនៅខាងនេះគឺវ៉ាណោះរៀងធំជាងគេគឺវ៉ាអញ្ចឹងខាងនេះមានណាគេប៉ាប៉ាម៉ាម៉ាអ៊ីកទីទីហើយខាងនេះរៀងក្មេងជាងប្រហែលជាម៉ៃម៉ៃប្រហែលជាម៉ៃម៉ៃអញ្ចឹងយើងអាចដាក់ថាម៉េច我家有5口人爸爸妈妈មកទៀតដែរគេម៉ៃម៉ៃឬក៏យើងដាក់ទីទីមុនក៏បានដែរទីទី妹妹和我呀我家有5口人爸爸妈妈弟弟妹妹和我អញ្ចឹងយើងមើលខាងក្រោយហ្នឹងហើយការស្លៀកពាក់របស់គាត់ដូចបែបជប៉ុនអញ្ចឹងប្រកាសជានៅណាបើបែបជប៉ុនគឺតុងជីងតុងជីងគេតុងជីងគឺតូខ្យូណាតុងជីងតូខ្យូតុងជីងគឺទីក្រុងតូខ្យូអូខេអាហ្នឹង就是第5题គឺលំហាត់ទី5ណាអូខេឡាយ我们看第6ឥឡូវយើងមកមើលទី6ម្ដងតោះអូខេតោះឥឡូវយើងចាប់ផ្ដើមមើលទី6អូខេតោះអញ្ចឹងយើងមើលមកលំហាត់ទី6បងប្អូនគ្នាទី6题អញ្ចឹងទី6题តោះអញ្ចឹងយើងមើលលំហាត់ទី6បងប្អូនគ្នាមកអញ្ចឹង1 2 3 4 5也有5位មានមនុស្ស5នាក់អញ្ចឹងកន្លែងនេះមានអីគេដាក់វ៉ាទៀតវ៉ាអញ្ចឹងខាងនេះណាគេនេះប៉ាប៉ាខាងនេះណាគេម៉ាម៉ាខាងនេះជាខាងនេះទីទីបន្ទាប់មកបានវ៉ាអញ្ចឹងយើងអាចសរសេរបានថាម៉េចអញ្ចឹងយើងដាក់ថា我家有5口人我家有5口人有哪个ខ្លះ爸爸妈妈អីគេទៀតយើងអាចដាក់ជាមកជា弟弟和我弟弟和我我家有5口人爸爸妈妈姐姐弟弟和我អូខេតោះឥឡូវយើងមើលមកមួយទៀតអញ្ចឹងគាត់រស់នៅណាយើងអាចមើលដឹងថាគាត់រស់នៅណាគឺប៉ាលីប៉ារីសគឺអាខាងក្រោយហ្នឹងហើយទូអ៊ីហ្វេលរបស់គេអញ្ចឹងយើងអាចដឹងថាចំណាំវាជាប៉ាលីជាប៉ារីសអញ្ចឹងវ៉ាជា住在巴黎អូខេអញ្ចឹងវ៉ាជា住在巴黎ផ្ទះរបស់ខ្ញុំរស់នៅទីក្រុងប៉ារីសអូខេអញ្ចឹងអានេះលំហាត់ទី6អញ្ចឹងបើសិនជាយើងមានអីឆ្ងល់អាចសួរលសិបន្ថែមក៏បានដែរអូខេឥឡូវយើងបន្តទៅលំហាត់មួយទៀតតោះឥឡូវលំហាត់ទី7នេះគឺយើងនិយាយអំពីលំហាត់ listening ណាគឺយើងនិយាយអំពីលំហាត់ listening អូខេលំហាត់ listening នេះគឺគេសំដៅទៅលើ e 1 u e 1 u អូខេអញ្ចឹងលសិនឹងធ្វើការចាក់ឲ្យយើងស្ដាប់2ដងដដែល一牙二我三一四五庸六文
气 y 8月9有 Ok,ឥឡូវលោកសិស្សនឹងធ្វើការចាក់ឲ្យយើងស្ដាប់ម្ដងទៀត 1牙2我31 4 5 5用6文7 y 8月9有 អូខេឥឡូវក្រោយពីពួកយើងបានស្ដាប់ចប់លោកសិស្សនឹងធ្វើការកំណែឲ្យអូខេតោះអញ្ចឹងទី1គឺអានថាយ៉ាអញ្ចឹងយ៉ាគឺសលេងទី2ណាយ៉ាទី2声我ទី3声គឺសលេងទី3ណា我ទី3声គឺសលេងទី3គឺសលេងទី3ទី3អ៊ីគឺសលេងទី1ធម្មតាណាគឺសលេងទី1អ៊ី好来第4五អញ្ចឹងសលេងទី3五តោះទី5ទី5用就是第一声用គឺ用សលេងទី1ហើយទី6ទី6文就是第2声文好第7 y 就是第1声គឺសលេងទី1ណា第1声សលេងទី1 y 好第8月គឺសលេងទី4ណា第4声月好第9有就是第3声គឺសលេងទី3ណា有第3声សលេងទី3អូខេអញ្ចឹងយើងតមកលំហាត់មួយទៀតហាត់ចុងក្រោយរបស់យើងអញ្ចឹងលំហាត់នេះលោកសិស្សនឹងកំណែឲ្យតែម្ដងអញ្ចឹងកន្លែងនេះលំហាត់នេះគឺអត់ពិបាកទេគឺយើងយកលំនាំតាមខាងលើដែរណាគឺយើងយកលំនាំតាមខាងលើមកអញ្ចឹងគឺគេសួរ A និង B បាទសួរ A ហើយនិង B មាន A មាន B អញ្ចឹង A អាចសួរថាម៉េចដោយសារនេះគេប្រាប់ថាតាលី12岁អញ្ចឹងយើងសួរថា他是谁យើងអាចសួរថាអានេះយើងមើលឃើញថាមនុស្សប្រុសអញ្ចឹងយើងសួរថា他是谁គាត់គឺជានរណាយើងអាចឆ្លើយថាម៉េច他叫大力他叫大力他今年11岁他今年不是今天呢他今年11岁他是谁គាត់គឺជានរណាអញ្ចឹង谁យើងដឹងថានរណា是គឺជា他叫大力គាត់ឈ្មោះតាលី他今年11岁ឆ្នាំនេះគាត់អាយុ11ឆ្នាំ对不起这里12岁ណា不好意思កន្លែងនេះសើច្រឡំណា12岁អញ្ចឹងយើងសេ2មកវិញមក12岁他今年12岁ឆ្នាំនេះគាត់អាយុ12ឆ្នាំអូខេ12岁អញ្ចឹងកន្លែងនេះគាត់លោកសិស្សអានឲ្យពួកយើងស្ដាប់ទេគឺលោកសិស្សអត់ធ្វើការសរសេរទេដោយសារសំណួរដដែលទេគ្រាន់តែយើងដឹងថាស្អីយ៉ាងម៉េចថាផលយ៉ាងម៉េចណាអញ្ចឹងសមួយនេះដែលលោកសិស្សសេឲ្យនេះគឺយើងសំដៅទៅលើថាផុសណាគឺថាផុស
ហើយឧទាហរណ៍ដែលឲ្យនេះគឺថាស្អីគឺថាស្អីអញ្ចឹងយើងអាចសួរថារូបទី2យើងអាចសួរថាម៉េច他是谁他是谁យើងអាចថា他叫小月他叫小月他今年11岁他今年11岁好来看第3អូខេឥឡូវយើងមើលមកទី3ទាំងអស់គ្នាអញ្ចឹងកន្លែងខ្ទង់នេះលោកសិស្សធ្វើការអានឲ្យតែម្ដងតោះអញ្ចឹងទី3គាត់នេះគឺឈ្មោះ家生អញ្ចឹងយើងសួរថាម៉េច他是谁他是谁他叫家生他叫家生他今年10岁他今年10岁好第4就是小文9岁要说他是谁他是谁他叫小文他叫小文他今年9岁他今年9岁好第5他是谁他是谁他叫王鑫他叫王鑫他今年12岁他今年12岁好第6他是谁他是谁他叫芳芳他叫芳芳他今年12岁他今年12岁អូខេអញ្ចឹងលំហាត់ចុងក្រោយនេះសិស្សជឿជាក់ថាយើងធ្វើបានច្រើនអូខេអញ្ចឹងជាចុងក្រោយលោកសិស្សសង្ឃឹមថាពួកយើងនឹងធ្វើលំហាត់នឹងហើយក៏ដូចធ្វើការផ្ទៀងផ្ទាត់បើសិនជាមានអីឆ្ងល់ឬក៏ធ្វើទៅចម្លើយខុសពីកន្លែងណាខុសពីលោកសិស្សកន្លែងណាឬក៏មានចម្ងល់អីបន្ថែមទៀតអាចឆាតមកសួរលោកសិស្សដោយផ្ទាល់បាន再见